សូមរក្សាភាពស្ងប់ស្ងាត់ខ្ញុំបានចំណាយប្រាក់300លានដើម្បីទិញវាអ្នកមិនគួរអរគុណខ្ញុំចំពោះកំសៀវតែជើង3របស់អ្នកទេខ្ញុំអ្នកគួរតែអរគុណខ្ញុំសូមអរគុណច្រើនលោកជាងដែលបានចំណាយពេលវេលា3ខ្ញុំនឹងទិញកំសៀវ3ជើងរបស់ខ្ញុំក្នុងតម្លៃ100លានខ្ញុំនឹងជូនអ្នកញ៉ាំអាហារពេលល្ងាចនៅពេលក្រោយដែលជាអាហារពេលល្ងាចដ៏ល្អបំផុតមិនធ្លាប់ថ្លៃប៉ុន្តែឥឡូវនេះប្រសិនបើខ្ញុំទៅធ្វើការនៅក្រុមហ៊ុនរបស់អ្នកខ្ញុំពិតជាមិនស្រួលចិត្តនឹងបញ្ហានេះទេសំអ្នកឃើញទេខ្ញុំធ្លាប់ខ្ជិលហើយវាពិតជាមិនដំណើរការទេបន្ទាប់មកយើងបានចាក់ចេញខ្ញុំនឹងទុកវាចោលត្រឹមនឹងខ្ញុំនឹងទៅឥឡូវនេះអេរេម៉ុនឡាំសំណាងល្អខ្ញុំរត់លឿនបើមិនដូច្នោះទេភាពគ្មានទោសពៃរបស់ខ្ញុំបានបាត់ទៅហើយវេទនាណាបងប្រុសហ្វេងហេតុអ្វីស្ងប់ចិត្តសិនទៅអ្នកមិនទាន់បានចាក់ចេញទេខ្ញុំកំពុងរងចាំអ្នកប៉ាបានសុំឲ្យខ្ញុំនាំអ្នកមកត្រឡប់ទៅ Treasure Pavilion វិញហើយមើលសួររបស់យើងជាបេតិកភណ្ឌគ្រួសារមរតករបស់គ្រួសារស៊ូពិតជាខ្ញុំចង់ដឹងបន្តិចយល់ព្រមតោះទៅមកចូលយើងលេងបោះចិញ្ចៀនជាមួយបាវឆ្អឹងអ្វីទាំងអស់ផលិតផលដែលមានគុណភាពខ្ពស់ចិញ្ចៀន3សម្រាប់10យន់បងហ្វេងនេះមើលទៅពិតជាល្អណាស់ស្ដាប់ទៅគួរឲ្យអស់សំណើចណាស់ខ្ញុំចង់សាកល្បងវាសួស្ដីអ្នកទាំងអស់គ្នាចៅហ្វៃណាតើមានមនុស្សប៉ុន្មានអ្នកមកវាមានតម្លៃ20យន់នៅទីនេះសូមរក្សាវ៉ាឲ្យមានសុវត្ថិភាពយល់ព្រមមកចុះអាយ៉ាបងហ្វេងខ្ញុំយល់ហើយអស្ចារ្យណាស់ចៅហ្វៃមកយកវាទៅមកទីនេះជារឿងល្អហើយអ្វីបានជាវាល្អអញ្ចឹងហើយអន្ទាក់របស់គាត់ល្អណាស់អ្នកមិនបាននិយាយបែបនោះឥឡូវនេះទេមើលចុះវាត្រូវបានសរសេរយ៉ាងច្បាស់ណាស់ទេអ្នកអ្វីតាមពិតទៅនេះជាលើកដំបូងហើយដែលលោកលៀនបាយបានមកពីក្រុមរបស់គាត់ TJZeng ដោះដូរអណ្ដើកមាសផ្លូវការសម្រាប់ស្រាហើយគាត់បានកាត់ស្រាចោលនៅលើឆាកផឹកស៊ីនិងច្រៀងហេតុអ្វីបានជាអ្នកបែបនេះច្បាប់ត្រូវបានសរសេរតូចណាស់ហើយវាថែមទាំងត្រូវបានដាក់នៅខាងក្រោមបំផុតអ្នកគ្រាន់តែជាមនុស្សល្ងងបន្តិចពឹងផ្អែកខ្ញុំនឹងជួយអ្នកជ្រើសរើសតើអ្នកចង់បានមួយណាខ្ញុំចង់បានទន្សាយលឿងនោះការមិនផឹកស្រាយល់ព្រមមកចុះបងប្រុសហ្វេងពិតជាអស្ចារ្យណាស់គាត់ធ្វើបានល្អណាស់មិនអីទេអ្នកពិតជាអស្ចារ្យណាស់នៅទីនេះយកវាមួយនេះក៏ល្អដែរទេនៅក្នុងរង្វង់របស់ខ្ញុំមុនពេលចុះចតអ្វីខ្ញុំមិនបានប៉ះវាទេដូច្នេះហេតុអ្វីបានជាវាមិនរាប់បញ្ចូលគឺទាំងនេះគឺជារបស់របរពីតូបសង្គ្រោះរបស់ខ្ញុំវាមិនរាប់បញ្ចូលទេចៅហ្វាយវាមិនត្រឹមត្រូវទេមុននឹងពាក់វាអ្នកមិនបាននិយាយថាមានអ្វីនៅក្នុងរោងចក្រនេះនេះជាតូបសង្គ្រោះរបស់ខ្ញុំដូចដែលខ្ញុំបាននិយាយហើយវាសំខាន់ណាស់អ្នកជាមនុស្សមិនស្មោះត្រង់បែបនេះខ្ញុំនឹងទូរស័ព្ទទៅហើយរីកាវាឥឡូវនេះអយុធធម៌ណាស់ខ្ញុំនឹងឲ្យចិញ្ចៀនមួយទៀតដល់អ្នកព្យាយាមចង់វាឲ្យជាប់ចុះយើងសាកល្បងអ្វីផ្សេងវិញខ្ញុំពិតជាចង់បានទន្សាយត្បូងនោះណាស់នេះលោកម្ចាស់ដូចនេះខ្ញុំនឹងឲ្យវាទៅលោកចូលយើងភ្នាល់អ្វីដែលត្រូវភ្នាល់លើតើអ្នកមកពីខាងណាគ្រាន់តែជ្រើសរើសមួយជ្រើសរើសពីរសម្រាប់ខ្ញុំហើយជំនួសទាំងពីរនេះតោះផ្លាស់ប្ដូរវាទៅខ្ញុំមានចិញ្ចៀន3ក្នុងមួយដុំកំណត់បើខ្ញុំទទួលបានបន្សំដែលឈ្នះខ្ញុំនឹងមាន3យកពួកគេទាំងអស់បើខ្ញុំមិនអាចយកវាបានទេខ្ញុំនឹងឲ្យវាទៅអ្នក10,000យន់អ្វីប៉ុន្មាន10,000បរោះម្នាក់នេះឈួតហើយ3នាក់តើអ្នកអាចដាក់រង្វិលជុំទាំងអស់ចូលទៅក្នុងរង្វិលជុំតែមួយដោយរបៀបណាពួកគេមកជាពិសេសដើម្បីឲ្យលុយខ្ញុំបានរួចផុតពីការរកលុយរយៈពេលជាង10,000មិនអីទេនោះហើយជាអ្វីដែលអ្នកបាននិយាយខ្ញុំក៏មិនមែនជាមនុស្សពិសេសអ្វីដែរជាមនុស្សដែលមានចិត្តខ្ជិលច្រអូសដូច្នេះគ្រាន់តែជ្រើសរើសរបស់ពីរដើម្បីមើលដោយចៃដន្យអ្វីដែលត្រូវជ្រើសរើសខ្ញុំចង់បានមួយនោះចុងច្រមុះហើយចូលយើងនិយាយថាស្រាមួយល្អក្មេងនេះមិនដឹងថាអ្វីល្អសម្រាប់គាត់ទេល្អក្មេងឲ្យកុំព្យាយាមបោកប្រាស់អីរងចាំបន្តិចអ្នកមិនអាចបំពេញការសន្យារបស់អ្នកបានទេយុវជនឲ្យកុំបារម្ភអីយើងទាំងអស់គ្នាកំពុងតាមដានស្ថានភាពជាដូច្នោះហើយយើងទាំងអស់គ្នាកំពុងមើលភ្នែកនេះអាចមើលឃើញទីខាងកើតខាងលិចអ្នកដែលមិនមានស្តង់ដារសំណល់អេចចាយដ៏មានតម្លៃអាចប្រើបានតែប៉ុណ្ណឹងខ្សែពួរនិងចិញ្ចៀនដៃដើម្បីរំវាដោយមិននឹកស្មានដល់វាបានធ្វើឲ្យគោលដៅរបស់ខ្ញុំទទួលបានរបស់របរបានត្រឹមត្រូវឥឡូវនេះមិនមែនទេវានឹងមានប្រយោជន៍ខ្លាំងណាស់អស្ចារ្យមែនអស្ចារ្យមែនអ្នកយកទៅហ្វាងពិតជាអស្ចារ្យណាស់គាត់បានដោះស្រាយរឿងអ្នកឈ្នះបានហើយអស្ចារ្យមែនមកឲ្យខ្ញុំមកក្មេងល្ងងឲ្យតើពួកគេនៅទីនេះដើម្បីបង្កបញ្ហាមែនទេខ្ញុំមិនអាចជួយសង្គ្រោះអ្នកបានទេប៉ុន្តែយើងនឹងផ្ដល់អ្វីជាបរិបទក្មេងដ៏ល្អម្នាក់ចៅហ្វាយអ្នកអាចទទួលយកផលវិបាកនៃការភ្នាល់របស់អ្នកបានមិនអាចទទួលយករឿងនេះបានទេមិនអីទេខ្ញុំនឹងចាក់ចេញបើយើងបញ្ចុះបញ្ចូលនាងឲ្យចេញឥឡូវនេះពេងស្រានឹងខ្ញុំមិនអាចយល់បានទេចៅហ្វាយខ្ញុំសូមប្រាប់អ្នកថាគុំប្រាប់ខ្ញុំអំពីរបស់ដែលអ្នកបានបង្ហាញមិនថាវាពិតឬមិនពិតទេគ្រាន់តែសរសេរមួយសឹមត្រូវប្រើរឿងនេះជាលេសអ្នកយកលុយហើយបោកប្រាស់ខ្ញុំជឿមិនជឿខ្ញុំនឹងទូរស័ព្ទទៅម្ដងទៀតឥឡូវនេះពាក់ព័ន្ធភ្លាម
ពួកគេនឹងមកយកទោសរបស់អ្នកហើយពីនៃអ្នក50,000 យន់គឺជាអ្វីដែលអ្នកត្រូវការដើម្បីស្វែងរកឧបករណ៍វាមិនអាចទៅរួចទេដែលអ្វីដែលបុរសម្នាក់នេះនិយាយមិនពិតមុនថ្ងៃបុណ្យចូលមកដល់ម្ចាស់តូបលក់ដូរម្នាក់ខ្ញុំបាន